ការសន្យារបស់ភូមិគ្រឹះលោកខុនទោះបីជាយាយឈីងស៊ូនិយាយថាចង់ឲ្យស៊ឺហុងទឺដែលទើបតែត្រូវដកតំណែងឲ្យឡើងបុណ្យស័ក្តិវិញក៏អាចទៅរួចដែរចុះពីអ្នកម៉ែនឹងកូននេះចង់បានតែថងកាក់មួយថងនឹងហើយជាថងតូចប៉ុនបាត់ដៃក្មេងទៀតបើស៊ឺហុងទឺដឹងរឿងនេះប្រកាសជាខឹងស្លាប់មិនខានពាក់កណ្ដាលក៏បានដែរចាពាក់កណ្ដាលទៀតគឺសម្រាប់ប្រាប់អាចកំបាំងមួយដល់អ្នកមីងណាអត់ទេមិនយកក្របឥលឹកមាសទេយកតែកាក់ធម្មតាបានហើយចាអូបើមានក្របឥលឹកមាសអ្នកម៉ែនឹងដកហូតយកអស់មិនខានអ្នកម៉ែប្រាប់ថាក្មេងតូចពាក់មាសពេជ្រជាប់ខ្លួនពេកវាមើលទៅឆើតឆាយណាស់នេះនឹងត្រូវពួកមនុស្សអាក្រក់តាមលបមើលណាស់ប៉ុណ្ណឹងគ្រាន់ទេក្មួយបើមិនគ្រាន់ទេថ្ងៃស្អែកក្មួយកាន់បាវមកភូមិគ្រឹះលោកខុនចុះណាមិនថាបាវធំប៉ុណ្ណាទេមីងសន្យាថានឹងដាក់ឲ្យពេញតែម្ដងគ្រាន់ហើយថងរបស់អ្នកមីងស៊ឺមិនយកទេចាស៊ឺនិយាយម៉ាត់ណាម៉ាត់នឹងខ្ញុំនឹងប្រាប់អាចកំបាំងមួយដល់អ្នកមីងក្នុងពោះអ្នកមីងគឺជាប្អូនប្រុសណាលោកស្រីហេតុអីបានជាស្ដេចសឹកចេះតែលួចមើលលោកស្រីអញ្ចឹងលោកស្រីស្គាល់ស្ដេចសឹកមែនទេខ្ញុំមិនស្គាល់គាត់ទេខ្ញុំស្គាល់គាត់កូនស្គាល់ស្ដេចសឹកដែរស្គាល់តើគាត់ជាប៉ាថ្មីរបស់ខ្ញុំស៊ឺកូនកុំនិយាយផ្ដេសផ្ដាសអញ្ចឹងអីកូនមិនបាននិយាយផ្ដេសផ្ដាសទេគឺគាត់ខ្លួនឯងតើដែលចង់ធ្វើជាប៉ារបស់កូននោះកូនមិនបានបង្ខំគាត់ទេកូនគ្រាន់តែយល់ព្រមប៉ុណ្ណោះអ្នកម៉ែតើពេលណាទើបអាចដូរយកប៉ាបានប៉ាអាក្រក់នៅខាងមុខនោះកំពុងតែសំឡូកម៉ាក់ខ្លាំងណាស់តោះទៅស៊ីក្មេងល្អថ្ងៃនេះអត់មានសាច់ផាក់ឡូវទេចាំចប់ពិធីជប់លៀងសិនបងនឹងនាំអូនទៅញ៉ាំណាបងចេញទៅនាំអូនចេញទៅក្រៅទៅមីងស៊ីជីវនៅទីនេះហើយខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះអង្គយីឈីងស៊ូមិនដឹងថាព្រះអង្គមានការអីមែនទេយើងបើព្រះអង្គគ្មានការអីទេខ្ញុំម្ចាស់សូមលាទៅវិញសិនហើយជប់សិនយើងមានការប៉ាបង្កើតដូចត្រូវកៅបិទអញ្ចឹងនិយាយទៅណានៅតែគឺយើងក៏បាត់នឹងទៀតម៉ាក់របស់អូនដើរចេញបាត់ឥឡូវហើយស៊ីកុំអភ័យអីប្រហែលជាលោកពួកគាត់ភ័យបន្តិចហើយឈីងស៊ូនាងនៅចាំយើងបានទេព្រះអង្គមានប្រសាសន៍លេងសើចហើយថ្ងៃនេះជាលើកដំបូងដែលយើងជួបគ្នាមិនមែនទេឈីងស៊ូនេះមិនមែនជាលើកដំបូងដែលយើងជួបគ្នាទេកាលពី4ឆ្នាំមុននាងបានរងរបួសធ្ងន់ហើយសន្លប់នៅក្នុងភូមិតូចមួយហេតុអីបានជាលោកដឹងបិទមែនហើយ4ឆ្នាំមុនភូមិគ្រឹះត្រូវគេឡោមព័ទ្ធកំទេចខ្ញុំត្រូវគេលុបឆ្មក់វាប្រហាររហូតរងរបួសជាទម្ងន់ហើយក៏សន្លប់បាត់ស្មារតីទៅហេតុអីបានជាព្រះអង្គដឹងរឿងនេះឈីងស៊ូពេលនោះយើងដើរកាត់ទីនោះល្មមក៏បានសម្លាប់ពួកដែលដេញតាមនាងរួចក៏នាំនាងទៅកន្លែងព្យាបាលហើយមើលថែនាងអស់3ថ្ងៃ3យប់នៅថ្ងៃខួបកំណើតមាតាយើងត្រូវត្រឡប់ទៅវាំងវិញមួយផ្លែតដល់ពេលត្រឡប់មកវិញនាងក៏បាត់ខ្លួនទៅយើងបានដើររកនាងគ្រប់កន្លែងរហូតដល់2ឆ្នាំក្រោយមកទើបបានជួបនាងក្នុងពិធីជប់លៀងក្នុងវាំងតែពេលនោះនាងមានប្តីបាត់ទៅហើយព្រះអង្គចង់មានបន្ទូលថាអ្នកដែលជួយជីវិតខ្ញុំកាលនោះមិនមែនជាសិនមិនមែនស៊ឺហុងទឺទេមិនមែនគាត់ទេអីតែពេលនោះខ្ញុំច្បាស់ណាស់ថាប្រហែលជាគាត់គ្រាន់តែដាក់គាត់ត្រូវគេយល់ច្រឡំទៅមិនចម្លែកទេដែលរាល់ដងពេលខ្ញុំសួរគាត់ថាបាញ់បន្ទន់ខ្សោយដូចជាគាត់ជួយសង្គ្រោះខ្ញុំបានយ៉ាងម៉េចគាត់តែងតែនិយាយរដាក់រដប់ហើយបដូរប្រធានបទរហូតតាមពិតទៅគាត់បោកប្រាស់ខ្ញុំសោះអរគុណលោកម្ចាស់ដែលបានជួយជីវិតទៅថ្ងៃមុខបើលោកម្ចាស់ត្រូវការអ្វីឲ្យតែមិនខុសនឹងសីលធម៌ភូមិគ្រីស៊ីនីងនឹងមិនបដិសេធឡើយឈីងស៊ូកាលនោះបងលងស្រឡាញ់អូនតាំងពីដំបូងទើបបងមិនព្រមរៀបការនឹងអ្នកណាច្រើនឆ្នាំមកនេះអូនរស់នៅផ្ទះត្រកូលស៊ឺបងដឹងរឿងគ្រប់យ៉ាងទាំងអស់អូនមិនដឹងទេថាពេលឮថាអូនចង់លេងលះបងសប្បាយចិត្តរហូតដេកមិនលក់3ថ្ងៃឈីងស៊ូចាំពេលអូនលេងលះរួចតើអាចផ្ដល់ឱកាសឲ្យបងបានទេឲ្យតែអូនយល់ព្រម
បងមិនខ្វល់រឿងកូនចៅអីទេសឺគឺជាកូនស្រីបង្កើតរបស់បងឈីងស៊ូកុំមានសម្ពាធអីទុកគ្រប់យ៉ាងឲ្យបងជាអ្នកចាត់ចែងអូនគ្រាន់តែគិតថាតើអូនព្រមឬមិនព្រមប៉ុណ្ណោះ ព្រមបាក់ព្រមហើយខ្ញុំយកព្រមក្មេងម្នាក់នេះកូនដឹងរឿងអីខ្លះបានជាឆ្លើយព្រមហ្នឹងកូនដឹងតើគាត់ជាប៉ាថ្មីរបស់កូនលោកម្ចាស់បន្ទាប់ពីលែងលះរួចឈីងស៊ូចង់រស់នៅមើលថែកូនស្រីតែម្នាក់ឯងមិនដែលគិតចង់រៀបការថ្មីឡើយតែគុណបំណាច់សង្គ្រោះជីវិតរបស់លោកម្ចាស់ឈីងស៊ូនឹងចងចាំជានិច្ចប៉ាថ្មីប្រឹងឡើងណាប៉ានិងម៉ាក់ជាគូព្រេងនឹងគ្នា លោកពូកុំបោះបង់អីកាលនោះព្រះបតាប្រាក្បាច់មកក្រាស់ទើបតាមញ៉ៃព្រះមាតាបានសម្រេចកុំបារម្ភអីពូរបស់ឯងម្នាក់នេះក៏មកក្រាស់ដែរ អ្នកនាងសឺហុងទៅឲ្យសាហាសម្ដែងសមត្ថភាពថ្វាយព្រះមនាងចាស់ហើយនាងទើបតែ4ឆ្នាំសោះទោះបីជាដេញពិនបុរាណមិនពីរោះក៏គ្មានអ្នកណាហ៊ានថ្វាយបង្គំដែរនាងចង់យកទំនាក់ទំនងអ្នកនិងអ្នកនាងទី2ដើម្បីឡើងបុណ្យស័ក្តិពិតជាមិនចេះខ្មាស់អ៊ីមែនអ្នកម៉ាក់បងស្រីធំកំពុងតែវាយពិនមែនទេនឹងតើអាចប្រាប់បងស្រីធំឲ្យវាស្រាលបន្តិចបានទេពិនបុរាណត្រូវគាត់វារហូតដល់យំហើយអ្នកមីងស៊ីឈីវនេះជារង្វាន់ប្រញាប់ទៅខាត់បងស្រីធំទៅកុំឲ្យគាត់វាទៀតអីពិនបុរាណពិតជាគួរឲ្យអាណិតណាស់អ្នកមីងស៊ីឈីវនេះជារង្វាន់ប្រញាប់ទៅខាត់បងស្រីធំទៅកុំឲ្យគាត់វាទៀតអីពិនបុរាណពិតជាគួរឲ្យអាណិតណាស់នៅក្នុងវាំងរបស់យីងវ៉ាងមានតន្ត្រីករជំនាញនរណានៅខាងក្រៅបដូរតន្ត្រីករភ្លាមស៊ីទៅអង្គុយខាងមុខជាមួយយើងល្អទេចាំបន្តិចទៀតយើងនឹងផ្ដល់រង្វាន់មហាសាលឲ្យឯងខ្ញុំមានអាការៈមិនស្រួលខ្លួនសូមលាទៅមុនសិនហើយយីឈីងស៊ូតើនាងដឹងទេថារង្វាន់របស់គ្រួសារម៉ាក់ឃ្វីសវាមានតម្លៃមហាសាលប៉ុណ្ណាយើងត្រូវគេដកតំណែងនាងមិនព្រមសុំឲ្យលោកស្រីម៉ាក់ឃ្វីសជួយយើងឲ្យបានចូលធ្វើការវិញទេបែរជាទៅលេងសាច់តាមស៊ីយាទៅវិញហើយយកតែលុយកាក់មួយថង់តូចហ្នឹងថ្ងៃស្អែកនាងត្រូវទៅវិមានម៉ាក់ឃ្វីសដើម្បីអង្វរលោកម៉ាក់ឃ្វីសនាងហ៊ានទេកំភ្លៀងយើងផងហើយស៊ីហុងទៅលោកតែងតែនិយាយថាស៊ីមិនស្មើនឹងកូនស្រីកំណានលោកបើចង់បានតំណែងវិញទៅរកមីស្រីវាងនិងស៊ីយីងទៅផ្ទះវីឡាត្រកូលស៊ីនេះគឺខ្ញុំជាអ្នកទិញប៉ុន្មានឆ្នាំមកនេះទាំងស៊ីចាយវាស្លៀកពាក់តើមានរបស់ណាមួយដែលមិនមែនជាលុយខ្ញុំតើលោកយកអំណាចពីណាមកស្រែកកំហុកដាក់ខ្ញុំបែបនេះ